រដ្ឋបាលខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយតាមបណ្ដាញសង្គមដើម្បីគាំទ្រគម្រោងទីក្រុងឆ្លាតវៃនៅព្រឹកថ្ងៃទី31ខែកក្កដាឆ្នាំ2026រដ្ឋបាលខេត្តសៀមរាបបានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមក្រោមគំនិតផ្ដួចផ្ដើមនៃគម្រោងទីក្រុងឆ្លាតវៃដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងទីក្រុងដែលមានការគាំទ្រយ៉ាងសកម្មពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនដែលវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកទិបពិសិដ្ឋនាយកទីចាត់ការផែនការនិងវិនិយោគនៃរដ្ឋបាលខេត្តសៀមរាបលោកទិបពិសិដ្ឋមានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពលើការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ជំរុញការបង្កើតទីក្រុងឆ្លាតវៃនិងរួមចំណែកស្ដារកំណើនសេដ្ឋកិច្ចខេត្តសៀមរាបឡើងវិញលោកថាគម្រោងទីក្រុងឆ្លាតវៃនេះមានគោលដៅកសាងនិងពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលខេត្តអាជ្ញាធរជាតិអប្សរាព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗរួមមានមន្ទីរទេសចរមន្ទីរពាណិជ្ជកម្មមន្ទីរព័ត៌មានដែលមន្ត្រីជំនាញទាំងនេះនឹងពង្រឹងសមត្ថភាពបន្ថែមលើការងារផ្សព្វផ្សាយតាមប្រព័ន្ធ Digital ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែទាន់សម័យលោកទិបពិសិដ្ឋមានប្រសាសន៍ទៀតថាការបណ្ដុះបណ្ដាលជំនាញផ្សព្វផ្សាយតាមបណ្ដាញសង្គមគឺការប្រើប្រាស់បណ្ដាញសង្គមដើម្បីគាំទ្រគម្រោងទីក្រុងឆ្លាតវៃផ្ដោតលើការបញ្ជូនព័ត៌មានដល់ប្រជាពលរដ្ឋការកសាងការយល់ដឹងសាធារណៈនិងការផ្សព្វផ្សាយសេវាសាធារណៈ Digital គោលបំណងសំខាន់នៃការបណ្ដុះបណ្ដាលនេះដែរក៏ជាឱកាសពង្រឹងសមត្ថភាពយល់ដឹងពីបច្ចេកវិទ្យា Digital ជំរុញការផ្សព្វផ្សាយដំណោះស្រាយទីក្រុងឆ្លាតវៃដល់សហគមន៍ជំរុញការចូលរួមពីប្រជាពលរដ្ឋតាមរយៈបណ្ដាញសង្គមខ្លឹមសារបណ្ដុះបណ្ដាលការបង្កើតមាតិកា Digital ទាក់ទាញការប្រើប្រាស់ Facebook, Telegram និងទីតាំងសង្គមផ្សេងៗវិធីសាស្ត្រវាស់វែងប្រសិទ្ធភាពនៃការផ្សព្វផ្សាយនិងការឆ្លើយតបមតិសាធារណៈជាដើមលោកនាយកទីចាត់ការផែនការក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាតាមរយៈវគ្គបណ្ដុះបណ្ដាលនិងគម្រោងទីក្រុងឆ្លាតវៃនេះវាមិនត្រឹមតែជួយស្ដារនិងជំរុញកំណើនភ្ញៀវទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកសាងសមត្ថភាពមន្ត្រីនិងប្រែក្លាយខេត្តសៀមរាបឲ្យទៅជាទីក្រុងឆ្លាតវៃគំរូមួយផងដែរ